បាទសួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូនេះខ្ញុំចង់ប្រាប់អំពីរបៀបមើលរឿងភាគនៅក្នុង app Kaisu សួរថាតើយើងមើលមិនបានដឹងថាភាគវាម៉ានអីម៉ានអញ្ចឹងនៅក្នុង app ហ្នឹងបាទអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាបាន down app នេះ Kaisu នេះរួចរាល់ហើយតើយើងទៅយករឿងវារបៀបណាហើយយើងមើលមិនបានដឹងថារឿងភាគនឹងតបាទអញ្ចឹងបងប្អូនគ្នាចូល app Kaisu សិនបាទខ្ញុំឧទាហរណ៍年纪轻轻就坐稳5星机长បាទនេះគឺជារឿងរបស់យើងហើយបើយើងមិនចង់យកទេយើងអុសតទៅយើងមើលរឿងណាដែលល្អចាំយើងយកទៅបាទឥឡូវខ្ញុំអុសទៅមើលទៀតសិន心所伤了可这也រឿងនេះមើលទៅដូចជាតំណងបាទអញ្ចឹងនៅក្នុងការមើលរឿងភាគបងប្អូនទាំងគ្នានេះមើលកន្លែងខាងក្រោមនេះបងប្អូនឃើញលេខ2លេខ2លេខ35មែនអញ្ចឹងមានថាក្នុងមួយរឿងហ្នឹងវាមាន5ភាគអញ្ចឹង35ភាគអញ្ចឹងទៅតែឥឡូវដើម្បីយើងទៅមើលវគ្គ1ឬក៏វគ្គ2យើងចុចលើកន្លែងលេខហ្នឹងមក月亮偶像剧呢បាទនេះគឺជារឿងគឺភាគ2អញ្ចឹងបងប្អូនបើចង់មើលភាគ1យើងអុសមកក្រោមមក胭脂បាទនេះគឺភាគ1បងប្អូនគ្នាភាគ1អញ្ចឹងណាភាគឥឡូវយើងអុសទៅលើទៀតភាគ2យ៉ាភាគ2បងប្អូនគ្នាចង់ភាគ3接手是指100亿行បាទនេះភាគ3ហើយរបៀបនៃការ copy យកទៅ download នៅក្នុង Chrome ហើយរបៀបបំលែងពី voice អីគឺខ្ញុំបានប្រាប់នៅក្នុងវីដេអូមុនហើយបាទគឺ copy ឡើង share link នេះហើយយើងទៅផាសនៅក្នុង any downloader ទៅមកយើង save វាដូចកម្មវិធីមុនអញ្ចឹងបងប្អូនទាំងគ្នាបាទអញ្ចឹងនៅពេលដែលយើងធ្វើរឿងភាគ3ហ្នឹងហើយយើងឥឡូវយើង clear ចោលសួរថាបាទយើង clear ចោលអញ្ចឹងហើយនៅពេលដែលយើងទៅរករឿងភាគ3មិញតតែយើងទៅត្រូវចូលកន្លែងណាកន្លែងលបបាត់អញ្ចឹងណាអញ្ចឹងបងប្អូនទាំងគ្នាចូលកន្លែង app Kaisu នឹងវិញមកបងប្អូនទាំងគ្នាបាទចូលបែបហ្នឹងវិញមកតបមកយើងយកអា tray 3នេះបងប្អូនទាំងគ្នាចុចលើ tray 3នេះមកបាទហើយយើងទៅរករឿងដែលយើងផុសថ្ងៃមុនណាឧទាហរណ៍ណាភាគ3មិញណាអញ្ចឹងយើងចុចកន្លែង history នេះបងប្អូនទាំងគ្នា history អូខេបាទអញ្ចឹងនៅពេលដែលយើងចុចបែបហ្នឹងហើយបាទបងប្អូននេះគឺជារឿងរបស់យើងបាទអញ្ចឹងដើម្បីតភាគមុនបងប្អូនចុចលើរឿងនឹងវិញមក行说一不二的នេះភាគ3ទៅបងប្អូនបាទអញ្ចឹងយើងចុចលើវាអញ្ចឹងមកបាទភាគ3更是典型បាទដើម្បីយកភាគ4ផុសតយើងអស់ឡើងទៅលើទៅ所以我从បាទនេះបងប្អូនគ្នាភាគ4បាទភាគ4បាទអញ្ចឹងក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាហើយបើសិនបើមានចម្ងល់ទេអាចសួរបាននៅក្នុងហ្នឹងណាព្រោះអីខ្ញុំចែករំលែកនេះគឺ free ទេគ្មានការធ្វើវីដេអូរលួយតាម Facebook page ឬក៏ YouTube អីទេព្រោះអីខ្ញុំអត់ចេះដែរខ្ញុំចេះតែប៉ុណ្ណឹងបាទអរគុណច្រើនបងប្អូនទាំងគ្នា